ព្រឹកនេះខ្ញុំនឹងនាំបងប្អូនទៅកាន់ប្រាសាទព្រះខ័នបងប្អូនណាដែលកសាងឡើងនៅចុងសតវត្សទី12ហើយមុននឹងចេញទៅគឺខ្ញុំបានមកដល់ខ្លោងទ្វារអង្គរធំណាហ្នឹងហើយផ្លូវដែលយើងបុកទៅវងធំហើយថតរូបមកប៉ុស្តិ៍ពីរប៉ុស្តិ៍ហើយក៏បន្តដដែលទៅមុខទៀតហ្នឹងហើយនេះគឺជាបរិយាកាសដោយរួមបងប្អូនថ្ងៃគឺក្តៅខ្លាំងមែនទែនហើយអ្វីដែលជាជំរុញទឹកចិត្តខ្ញុំឲ្យមកទីនេះព្រោះដោយសារវាគឺជាលើកទី1ហ្នឹងហើយខ្ញុំមិនដែលមកទេខាងប្រាសាទព្រះខ័នណាបងប្អូនហ្នឹងហើយអ្វីដែលយើងឃើញនៅទីកន្លែងនេះគឺជាកន្លែងល្អមែនទែនសម្រាប់ថតរូបជាពិសេសកន្លែងមានស្រះទឹកនេះហើយនឹងមានបណ្ណាល័យបងប្អូនណាដែលមានគ្រឹះទេសធំពីរជាន់ហើយក្នុងដំណើរកម្សាន្តនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅលេងប្រាសាទព្រះខ័នហើយក៏សូមអរគុណដល់ហាង Leo Phuket ណាសម្រាប់ការឧបត្ថម្ភក្នុងដំណើរកម្សាន្តពេញនៅសៀមរាបហើយបើសិនជាបងប្អូនមានតម្រូវការចង់ទិញខោ Leo ថ្មីស្អាតខោ Leo ដែលពាក់ទៅស្រួលខ្លួនត្រជាក់បោកទឹកមិនបែកព្រួយពាក់យឺតស្រួលបងប្អូនអាចតាក់ទងមកបានចេញពីអង្គរតូចគឺខ្ញុំបានឆ្ពោះទៅខាងវងធំបងប្អូនណាហ្នឹងហើយនេះគឺជាផ្លូវដែលយើងជិះហួសមកប្រាសាទបាយ័នយើងបុកមកត្រង់បងប្អូនហ្នឹងហើយដើម្បីយើងទៅលេងនៅខាងប្រាសាទព្រះខ័នហើយតាមផ្លូវនិយាយទៅគឺត្រជាក់ស្រួលមែនតើជាពិសេសដើមឈើធំខ្ពស់ហ្នឹងហើយស្លឹកខៀវខ្ចីបងប្អូនហ្នឹងហើយបូករួមទាំងខែនេះខែក្តៅផងយើងមានអារម្មណ៍ថាត្រជាក់ហ្នឹងហើយមិនចង់ទៅឆ្ងាយទេបងប្អូនណាចង់ទៅជិះធ្វើម៉េចឲ្យតែមានដើមឈើនៅជុំវិញនឹងកាន់តែច្រើនណាយើងជិះក្នុងឡានក៏យើងមានក្តីសុខដែរហើយនេះគឺខ្ញុំមកដល់ខ្លោងទ្វារឯងបងប្អូនហ្នឹងហើយខ្លោងទ្វារអង្គរធំណាហ្នឹងហើយនេះគឺជាច្រកចេញប៉ុន្តែទិសខាងនេះគឺស្ងប់ស្ងាត់ល្អស្រួលហើយសម្រាប់បងប្អូនដែលគាត់ចង់មកថតរូបគឺបងប្អូនអាចមកបានណាហ្នឹងហើយត្រង់កន្លែងនេះគឺល្អមែនតើយើងថតក៏ស្រួលហើយក៏អត់មានការស្ទះចរាចរណ៍ដែរហើយឥឡូវនេះខ្ញុំបានបន្តដំណើរមកដល់ខាងប្រាសាទព្រះខ័នហើយបងប្អូននេះគឺជាតាមផ្លូវដែលយើងធ្វើដំណើរចូលទៅច្រកដែលខ្ញុំមកនេះគឺច្រកខាងលិចអញ្ចឹងសភាពគឺស្ងប់ស្ងាត់តាមពិតមានប្រហែលជាមួយច្រកទៀតហ្នឹងហើយខ្ញុំមិនដឹងនៅទិសខាងណាទេតែច្រកនេះគឺខ្ញុំជិះកាត់ក៏ខ្ញុំចូលតាមនេះតែម្ដងទៅសំណាងដែរយើងជាកូនខ្មែរបងប្អូនពេលដែលចូលគឺអត់មានអស់សបតទេហ្នឹងហើយអញ្ចឹងចំណេញមែនតើខុសពីបរទេសហើយផ្លូវដែលខ្ញុំដើរចូលនេះគឺខ្ញុំវៀងរកតែកន្លែងណាត្រជាក់ទេបងប្អូនណាក្រុមដើមឈើឥឡូវនេះយើងចូលបានមកដល់នៅក្នុងប្រាសាទយើងហើយបងប្អូនប៉ុន្តែខ្ញុំអត់ទាន់ទៅដល់កន្លែងបណ្ណាល័យទេហ្នឹងហើយអញ្ចឹងខ្ញុំដើរចូលមកត្រង់អ្វីដែលខ្ញុំសង្កេតឃើញគឺធ្នឹមបងប្អូនណាធ្នឹមប្រាសាទនេះគឺរៀងទាបមែនតើអញ្ចឹងសម្រាប់បងប្អូនណាដែលរៀងខ្ពស់ដើររៀងអោនណាជាពិសេសបរទេសហើយច្រកវារៀងឆ្អៀតណាបងប្អូនហ្នឹងហើយមានថ្មមានអីនៅជុំវិញហ្នឹងអញ្ចឹងទៅអញ្ចឹងបងប្អូនដើររៀងប្រយ័ត្នអញ្ចឹងខ្ញុំផ្ដាំសម្រាប់អ្នកខ្ពស់រៀងអោនតិចហើយតាក់ទងប្រាសាទព្រះខ័ននៅសៀមរាបនេះគឺជាប្រាសាទដ៏ល្បីល្បាញមួយដែលស្ថិតនៅក្នុងតំបន់អង្គរភាគខាងជើងនៃក្រុងអង្គរបងប្អូនហ្នឹងហើយប្រវត្តិគឺកសាងឡើងក្នុងសតវត្សទី12ហ្នឹងហើយនៅឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយដល់ព្រះបវរបិតារបស់ព្រះអង្គជាប្រាសាទដែលមានរចនាចម្រុះពុទ្ធសាសនានិងព្រហ្មសាសនាមានរូបចម្លាក់យ៉ាងប្រណិតនិងមានដើមឈើធំនៅលើដំបូលប្រាសាទណាហ្នឹងហើយដែលផ្ដល់នូវទិដ្ឋភាពមួយប្លែកបែបបុរាណហើយគេបើកតាំងពីម៉ោង7កន្លះរហូតទៅដល់ម៉ោង5កន្លះល្ងាចបងប្អូនថ្ងៃនិយាយទៅយើងមានពេលវេលាច្រើនមែនតើបើសិនជាបងប្អូនមកគឺយើងឆ្លៀតបានពេលណាគឺយើងមកពេលហ្នឹងទៅហើយបើសិនជាបងប្អូនមកពេលល្ងាចកាន់តែល្អហើយចំណុចតាក់ទាញនៅកន្លែងបណ្ណាល័យនេះបងប្អូនណាគឺមានស្រះទឹកមួយគឺពណ៌ឡើងខៀវហ្នឹងហើយខ្ញុំធ្លាប់ឃើញ vlog ផ្សេងអ្នកដែលគាត់ធ្វើវីដេអូតាក់ទងជាមួយនឹងអាឆាអីធ្លាប់ឃើញមកថតនៅហ្នឹងបងប្អូនណាហ្នឹងហើយបរិយាកាសដោយរួមនៅក្នុងប្រាសាទថ្ងៃនេះគឺស្ងប់ស្ងាត់ល្អបងប្អូនអត់សូវមានបងប្អូនយើងមកបានទេព្រោះដោយសារប្រាសាទនៅសៀមរាបគឺវាមានច្រើនអញ្ចឹងអ្នកខ្លះគាត់ទៅមើលប្រាសាទនេះអ្នកខ្លះគាត់ទៅមើលប្រាសាទនោះអញ្ចឹងណាតែដោយឡែកសម្រាប់នៅអង្គរធំអង្គរតូចដឹងតែមនុស្សបុកទៅច្រើនតែអាហ្នឹងយើងអត់និយាយតែសម្រាប់ប្រាសាទខ្លះផ្សេងដែលបន្ទាប់បន្សំគឺអត់សូវមានអ្នកមកច្រើនទេហើយឥឡូវនេះគឺខ្ញុំបានដើរចេញមកវិញខ្ញុំដើរចេញមកតាមច្រកផ្សេងតែខ្ញុំអត់ដឹងថាទិសខាងណាទេអញ្ចឹងបានថាបងប្អូនដែលគាត់អត់ធ្លាប់មកលេងបងប្អូនអាចសាកមកបានណាហ្នឹងហើយប្រាសាទព្រះខ័ននេះគឺស្អាតមែនទែនជាពិសេសម្ដុំកន្លែងបណ្ណាល័យហ្នឹងមានស្រះទឹកមានអីហ្នឹងជាចុងក្រោយសូមអរគុណដល់ហាង Leo Phuket បើសិនជាបងប្អូនមានតម្រូវការចង់ទិញខោ Leo ថ្មីស្អាតស្តុកយើងគឺចូលមកថ្មីរហូត promotion 4ថែម1 free សេវាដឹកយើងនៅតែផ្ដល់ជូនអរគុណច្រើនជម្រាបលា